ហើយអ្វីកម្ពុជាសម្រេចលុបចោលទោសប្រហារជីវិតទីមួយគឺកត្តាមនុស្សធម៌នេះឯងណាគោលការណ៍មនុស្សធម៌ហ្នឹងគឺជាគោលការណ៍រួមបើណាយើងចាត់ទុកថាវាជាទង្វើអមនុស្សធម៌ដែលធ្វើការដកហូតជីវិតមនុស្សធ្វើការសម្លាប់ជីវិតមនុស្សហើយយើងចង់ទុកឱកាសឲ្យមនុស្សមានការកែប្រែពីព្រោះណាក៏មានកំហុសដែរអញ្ចឹងយើងចង់ផ្ដល់ឱកាសឲ្យមនុស្សអាចធ្វើការកែប្រែខ្លួនគោលការណ៍ទី2គោលការណ៍សិទ្ធិមនុស្សយើងជារដ្ឋសមាជិកនៃកតិកាសញ្ញាអនុសញ្ញាអន្តរជាតិពាក់ព័ន្ធសិទ្ធិមនុស្សនេះច្រើនណាស់ក្នុងចំណោមច្បាប់សិទ្ធិមនុស្សអន្តរជាតិកតិកាសញ្ញាអនុសញ្ញាទីសញ្ញាសិទ្ធិមនុស្សចំនួនធំទាំង9យើងចូល8ទទួលយក8ដូចទៅហើយអញ្ចឹងនេះគឺយើងគេចាត់យើងជា role model តែម្ដងអញ្ចឹងផ្អែកលើគោលការណ៍សិទ្ធិមនុស្សនេះគឺថាយើងសម្រាប់ចិត្តលុបចោលនៅទោសប្រហារជីវិតពីព្រោះវាពាក់ព័ន្ធនឹងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋទី3គឺកត្តាសាសនាយើងជាប្រទេសដែលកាន់នៅពុទ្ធសាសនាហើយពុទ្ធសាសនានេះគឺថាព្រះពុទ្ធគឺអប់រំគឺមិនអោយសំបីតែសម្រាប់ជីវិតសត្វហ្នឹងក៏មិនក៏ជាអំពើបាបដែរកុំថាឡើយរហូតដល់ជីវិតរបស់មនុស្សណាបាទហើយចំណុចទី4នេះដែលសំខាន់សម្រាប់កម្ពុជាហើយមានចរិតដែលឡែកសម្រាប់កម្ពុជាតែម្ដងគឺគោលការណ៍នៃការផ្សះផ្សាបង្រួមជាតិណាការលុបចោលនៅទោសប្រហារជីវិតនេះគឺជាកត្តាធំណាស់ដែលនាំឲ្យមានការអាចដែលនាំឲ្យយើងអាចធ្វើការផ្សះផ្សាបង្រួមជាតិហើយឈានទៅដល់ការបញ្ចប់នៃសង្គ្រាមស៊ីវិលរ៉ាំរ៉ៃទាំងស្រុងនៅឆ្នាំ1998ណាក្រោមនយោបាយឈ្នះរបស់សម្ដេចតេជោអូខេបានន័យថាអ្នកដែលប្រព្រឹត្តកំហុសក្នុងអតីតកាលណាសម្រាប់រង្គាលបល័យពុជសាសយ៉ាងណាក៏ដោយអ្នកឯងមិនត្រូវទទួលបានការតបស្នងដោយការប្រហារជីវិតនោះទេពីព្រោះយើងបានលុបចោលនៅទោសប្រហារជីវិតនេះហើយដោយសម្ដេចតេជោក៏តែងតែចែកម្លែកពីនយោបាយឈ្នះរបស់គាត់ណាដែលនាំឲ្យទទួលបានជោគជ័យឆ្នាំ1998ឈានទៅការដួលរំលំទាំងស្រុងនៃរបបចាត់តាំងរបស់អង្គការចាត់តាំងរបស់ខ្មែរក្រហមនោះគឺមានការធានា3ធានាទី1គឺសំខាន់ធានាអាយុជីវិតណាធានាអាយុជីវិតតែម្ដងទោះបីអ្នកធ្លាប់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរយ៉ាងម៉េចក៏ដោយនៅពេលដែលឯងព្រមចុះចូលរួមរស់ជាមួយរាជរដ្ឋាភិបាលចូលក្នុងសង្គមជាតិរបស់យើងឯងនឹងមិនត្រូវបានទទួលនៃការប្រហារជីវិតឬការដកហូតយកជីវិតនោះទេអានេះជាការធានាធំជាងគេទី1នៅក្នុងនយោបាយឈ្នះធានាទី2គឺធានាទ្រព្យសម្បត្តិឯងគឺថានៅរក្សាទុកដដែលមានដីចម្ការមានអីហ្នឹងទុកឲ្យដដែលធានាទី3គឺរបរនឹងអាជីពធ្វើការអីគឺទុកការងារនឹងឲ្យដែលធ្វើទាហានឲ្យធ្វើទាហានដដែលណាអញ្ចឹងការធានាសំខាន់ទាំង3ហ្នឹងដែលការធានាទី1ហ្នឹងគឺការធានាអាយុជីវិតហ្នឹងអញ្ចឹងការលុបចោលនៅទោសប្រហារជីវិតនៅកម្ពុជាហ្នឹងគឺថាយើងផ្អែកលើកត្តាច្រើនកត្តាសិទ្ធិមនុស្សកត្តាមនុស្សធម៌អូខេកត្តាសាសនាជាដើមណាក៏តែកត្តាមួយធំសម្រាប់កម្ពុជាគឺការបង្រួមជាតិការផ្សះផ្សាជាតិនិងការបញ្ចប់ទាំងស្រុងនៅសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជាក្រោមនយោបាយឈ្នះរបស់សម្ដេចតេជោនៅឆ្នាំ1998អញ្ចឹងនេះទោះបីយើងធ្លាប់ឆ្លងកាត់របបបល័យពូជសាសន៍យើងក្រោយមកយើងធ្លាក់យើងនៅមានសង្គ្រាមស៊ីវិលណាច្បាំងគ្នាពេញផ្ទៃប្រទេសក៏យើងអាចឈានទៅការសម្រាប់ក្នុងការលុបចោលនៅទោសប្រហារជីវិតនេះបានដោយសារកត្តាសំខាន់ដែលខ្ញុំបានរៀបរាប់ហើយខ្ញុំបានចែកម្លែកនៅពិសោធន៍នេះសម្រាប់តំណាងរដ្ឋមន្ត្រីយុទ្ធធននៃប្រទេសដទៃទៀតនៅក្នុងសន្និសីទអន្តរជាតិនេះហើយគេទទួលការស្វាគមន៍គេចាប់អារម្មណ៍ហើយគេមានការកោតសរសើរចំពោះកម្ពុជាយើងហើយសន្និសីទនេះគេនឹងជើញកម្ពុជាចូលជារៀងរាល់ឆ្នាំក្រោយតទៀតពីព្រោះយើងគេចាត់ទុកថាយើងជាកូនកំមុំហើយជា role model សម្រាប់បណ្ដាប្រទេសដទៃទៀតដែលមិនទាន់ឈានទៅដល់ការលុបចោលនៅទោសប្រហារជីវិតបាទឯកឧត្តមចិនម៉ាលីនរដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌តំណាងឯកឧត្តមការរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងពីហេតុផលសំខាន់ដែលនាំឲ្យកម្ពុជាសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ1989នៅក្នុងបទអន្តរាគមន៍នៃសន្និសីទអន្តរជាតិលើកទី14នៃរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្ដីពីពិភពលោកគ្មានទោសប្រហារជីវិតនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីចុងខែវិច្ឆិកាថ្មីនេះហើយគោលដៅនៃការជួបជុំហ្នឹងគឺគេចង់ធ្វើការគេថាជា advocacy ជាការតស៊ូមតិមួយដើម្បីឲ្យពិភពលោកហ្នឹងគឺថាលុបបំបាត់នៅទោសប្រហារជីវិតនេះដោយសារតែបើយើងមើលទៅស្ថានភាពបច្ចុប្បន្ននៃពិភពលោកយើងនេះគឺថាយើង190ប្រទេសជាងហ្នឹងគឺថាចិត្តពាក់កណ្ដាលហើយដែលនៅប្រកាន់ភ្ជាប់នឹងអនុវត្តនៅទោសប្រហារជីវិត
ដោយសារគាត់តែការអនុវត្តផ្សេងគ្នាប្រទេសមួយចំនួនទៅគាត់អនុវត្តតឹងរឹងហើយញឹកញាប់ណាដូចជាវាមិនបាច់និយាយទៅលើសកលលោកនិយាយតែក្នុងអាស៊ីអាគ្នេយ៍របស់យើងហ្នឹងមានដូចជាប្រទេសសិង្ហបុរីវៀតណាមណាម៉ាឡេស៊ីឥណ្ឌូនេស៊ីគឺគាត់អនុវត្តតឹងរឹងហើយញឹកញាប់ប្រទេសមួយចំនួនទៀតមានដែរក្នុងច្បាប់គាត់តែមិនសូវបានអនុវត្តទេណាដូចជាប្រទេសឡាវប្រទេសថៃអីជាដើមលក្ខណៈណាអញ្ចឹងគេជាគោលដៅរបស់គេហ្នឹងគឺថាចង់ឲ្យប្រទេសទាំងអស់ហ្នឹងគឺថាធ្វើម៉េចទោះបីជាអនុវត្តញឹកញាប់ក៏ដោយឬក៏មានក្នុងច្បាប់មិនអនុវត្តដែរគឺឲ្យលុបចោលតែម្ដងលុបជាស្ថាពរនៅក្នុងច្បាប់តែម្ដងក៏តែសម្រាប់កម្ពុជាយើងគេតែងតែអញ្ជើញកម្ពុជាយើងចូលរួមជារៀងរាល់ឆ្នាំគេចាត់ទុកថាកម្ពុជាយើងដូចជាកូនកំមុំដូចជាគេថា model ជាគំរូសម្រាប់ប្រទេសដទៃទៀតដែលអាចដើម្បីឈានទៅសម្រេចនៃការលុបចោលនៅទោសប្រហារជីវិតពីព្រោះប្រទេសដែលចូលរួមទាំងអស់ប្រទេសមួយចំនួនលុបចោលទោសប្រហារជីវិតមិនមានទោសប្រហារជីវិតទេក៏ប៉ុន្តែប្រទេសមួយចំនួនទៀតគឺថានៅមានទោសប្រហារជីវិតនៅឡើយទេហើយទៅចូលរួមយើងឃើញមានចំនួនដូចជា70ប្រទេសដែលបានចូលរួមនៅក្នុងសន្និសីទអាស៊ានប្រទេសខ្លះនៅមានប្រទេសខ្លះបានលុបបំបត្តិចាហើយអញ្ចឹងមូលហេតុដែលគេអញ្ជើញកម្ពុជាយើងទៅដើម្បីយើងចែកម្លែកពិសោធន៍ដើម្បីជាការលើកទឹកចិត្តណាដើម្បីជា model ជាគំរូមួយសម្រាប់ប្រទេសដទៃទៀតដែលកំពុងតែពិចារណាថាតើគួរលុបចោលនៅទោសប្រហារជីវិតឬក៏មិនលុបហើយបើយើងមើលទៅកម្ពុជាយើងមិនជាបញ្ហាទេក៏ប៉ុន្តែនៅពេលដែលយើងមើលការជជែកគ្នាគឺទោសប្រហារជីវិតនេះថាគួរលុបឬមិនលុបហ្នឹងគឺមានការជជែកគ្នាខ្លាំងណាស់នៅបណ្ដាប្រទេសមួយចំនួនគឺជជែកគ្នា debate គ្នាតឹងតសៃកមែនទែននៅក្នុងសភាជាមួយនឹងសាធារណជនជាមួយគឺថាជជែកគ្នាតឹងតសៃកមែនទែនថាតើគួរលុបឬក៏មិនលុបហើយជាពិសេសគឺប្រទេសដែលចេញពីសង្គ្រាមស៊ីវិលដែលធ្លាប់ឆ្លងកាត់នៅសង្គ្រាមស៊ីវិលរ៉ាំរ៉ៃហើយទើបតែទទួលបាននូវសន្តិភាពឬមួយក៏ប្រទេសដែលកំពុងនៅក្នុងសង្គ្រាមស៊ីវិលដែរគឺថាពិបាកនឹងសម្រេចថាតើគួររប់ឬក៏មិនលុបណាក៏ប៉ុន្តែសម្រាប់កម្ពុជាយើងគេចាប់អារម្មណ៍មានចរិតពិសេសគឺថាយើងធ្លាប់ឆ្លងកាត់នៅសង្គ្រាមស៊ីវិលរ៉ាំរ៉ៃឆ្លងកាត់នៅរបបបល្ល័យពូជសាសន៍មានការសម្លាប់អង្គាលបន្ទាប់មកយើងទោះបីជាយើងបានរំដោះដួលរំលំរបបខ្មែរក្រហមក៏ដោយក៏យើងនៅតែមានសង្គ្រាមស៊ីវិលដដែលណាក៏តែទោះបីស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមស៊ីវិលនេះយើងអាចធ្វើការសម្រេចចិត្តឈានទៅដល់ការលុបចោលទាំងស្រុងនៅទោសប្រហារជីវិតនៅឆ្នាំ1989ហើយដែលមានកំណត់នៅក្នុងច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងតែម្ដងណាគឺថាគឺមិនឲ្យមានទោសប្រហារជីវិតអញ្ចឹងលក្ខណៈពិសេសគឺថាយើងធ្លាប់ឆ្លងកាត់នៅសង្គ្រាមស៊ីវិលរ៉ាំរ៉ៃរបបបល្ល័យពូជសាសន៍មានការសម្លាប់រង្គាលហើយក្រោយមកទៀតសង្គ្រាមស៊ីវិលរបស់យើងមិនទាន់ចប់នៅឡើយទេក៏ប៉ុន្តែយើងអាចធ្វើការសម្រេចចិត្តឈានទៅដល់ការលុបនៅទោសប្រហារជីវិតនេះបានឯកឧត្តមចិនម៉ាលីនបានលើកឡើងអំពីទស្សនៈយុត្តិធម៌ថាមិនចាំបាច់តរតែមានទោសប្រហារជីវិតទៅប្រជាប្រដ្ឋទទួលបានយុត្តិធម៌នោះទេទស្សនៈយុត្តិធម៌គឺយើងមិនគិតថាតរតែមានទោសប្រហារជីវិតទេទៅប្រជាពលរដ្ឋអាចទទួលបាននៅយុត្តិធម៌ពិតប្រាកដណាយុត្តិធម៌ពិតប្រាកដបានន័យថាអ្នកប្រព្រឹត្តកំហុសត្រូវទទួលទោសទៅតាមកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តណាហើយមែនទែនទៅទស្សនៈទំនើបនៃការដាក់ទោសទណ្ឌទៅលើអ្នកដែលប្រព្រឹត្តខុសហ្នឹងគឺមិនមែនដើម្បីធ្វើទណ្ឌកម្មធ្វើបាបពួកគាត់នោះទេគឺដើម្បីធ្វើការអប់រំនិងកែប្រែអានេះជាទស្សនៈទំនើបនៃការដាក់ទោសទណ្ឌដែលពីមុនមកគឺដាក់ទោសដើម្បីធ្វើទរណកម្មឲ្យគាត់រៀងចាលប៉ុន្តែទស្សនៈទំនើបនៃការដាក់ទោសគឺមិនមែនទេគឺដើម្បីធ្វើការអប់រំកែប្រែផ្ដល់ឱកាសដល់គាត់ហើយពេលដែលគាត់ចេញទៅវិញគឺថាគាត់អាចធ្វើសមារណកម្មនិងក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមអញ្ចឹងទេអ្វីដែលយើងយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងយុត្តិធម៌នៅក្នុងសង្គមនោះគឺការរៀបចំច្បាប់ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រព័ន្ធយុត្តិធម៌មួយដែលត្រឹមត្រូវណាដែលយុត្តិធម៌អាចផ្ដល់នៅយុត្តិធម៌ពិតប្រាកដជូនដល់ប្រជាពលរដ្ឋណាការអប់រំកែប្រែស្ដារនីតិសម្បទាក្នុងពន្ធនាគារដើម្បីពេលដែលគាត់ចូលទៅហើយគាត់ទទួលបាននូវការស្ដារនីតិសម្បទាហើយគាត់មិនប្រព្រឹត្តនៅអំពើនេះទៀតនៅពេលដែលគាត់ចេញទៅវិញហើយគាត់អាចធ្វើការសមារណកម្មខ្លួនទៅក្នុងសង្គមវិញបានអញ្ចឹងគោលការណ៍នៃការដាក់ទោសយើងគឺថាមិនមែនជាការធ្វើទរណកម្មទេណាដើម្បីថាធានាបានយុត្តិធម៌គឺថាដើម្បីធ្វើការអប់រំកែប្រែនិងផ្ដល់ឱកាសដល់គាត់ឲ្យគាត់កែប្រែខ្លួនហើយអាចសមារណកម្មទៅក្នុងសង្គមជាតិវិញនេះជាគោលការណ៍នៃការផ្ដល់យុត្តិធម៌និងការដាក់ទោសទណ្ឌទៅលើអ្នកដែលប្រព្រឹត្តខុស